សុភាសិតចាញ់ជាព្រះឈ្នះជាមារសុភាសិតនេះជាពាក្យព្រានប្រដៅដែលបង្រៀនឲ្យមនុស្សចេះអត់ធ្មត់ចេះបន្ទាបខ្លួននិងមិនយកការឈ្នះចាញ់ជារឿងធំជាងសេចក្តីថ្លៃថ្នូរនិងសន្តិភាពអត្ថន័យត្រង់ចាញ់ជាព្រះមានន័យថាការព្រមចុះចាញ់ដោយហេតុផលត្រឹមត្រូវសុចរិតនិងអត់ធ្មត់គឺជាគុណធម៌ដ៏ខ្ពង់ខ្ពស់ឈ្នះជាមារមានន័យថាការឈ្នះដោយកំហឹងការបោកប្រាស់ការរំលោភសិទ្ធិឬការធ្វើបាបអ្នកដទៃទោះឈ្នះក៏មិនមែនជាជ័យជំនះដ៏ថ្លៃថ្នូរឡើយអត្ថន័យប្រៀបធៀបមិនមែនការចាញ់ទាំងអស់សុទ្ធតែល្អហើយក៏មិនមែនការឈ្នះទាំងអស់សុទ្ធតែអាក្រក់ដែរសុភាសិតនេះសំដៅថាបើការចាញ់អាចរក្សាសេចក្តីសុខសាមគ្គីភាពនិងសិលធម៌នោះការចាញ់នោះមានតម្លៃបើការឈ្នះកើតឡើងដោយអំពើអាក្រក់ឬធ្វើឲ្យអ្នកដទៃរងទុក្ខនោះការឈ្នះនោះគ្មានកិត្តិយសទេមេរៀនជីវិតមួយមិនចាំបាច់ឈ្នះគ្រប់រឿងមនុស្សដែលមានប្រាជ្ញាដឹងថាពេលណាគួរនិយាយនិងពេលណាគួរស្ងៀមការព្រមចាញ់ក្នុងរឿងតូចអាចការពារទំនាក់ទំនងក្នុងរឿងធំ 2. ឈ្នះដោយសុចរិតទើបជាជ័យជំនះពិតប្រាកដការឈ្នះដែលបានមកពីសមត្ថភាពស្មោះត្រង់និងការគោរពអ្នកដទៃទើបមានតម្លៃការឈ្នះដោយការកុហកឬកេងប្រវ័ញ្ចមិនអាចនាំមកនូវការគោរពបានឡើយ 3. អត់ធ្មត់មិនមែនជាភាពទន់ខ្សោយការដើរចេញពីចំនួនឬការមិនឆ្លើយតបនឹងពាក្យប្រមាថមិនមែនមានន័យថាខ្សោយទេប៉ុន្តែជាសញ្ញានៃភាពចាស់ទុំ 4. រក្សាសន្តិភាពប្រសើរជាងឈ្នះការឈ្លោះពេលខ្លះការចុះសម្រុងអាចមានតម្លៃជាងការព្យាយាមឈ្នះគ្នាព្រោះទំនាក់ទំនងល្អមានតម្លៃជាងការឈ្នះមួយលើកឧទាហរណ៍ក្នុងជីវិតមិត្តភក្តិពីរនាក់ឆ្លោះគ្នាម្នាក់ព្រមសុំទោសទោះមិនខុសទាំងស្រុងក៏ដោយដើម្បីរក្សាមិត្តភាពនេះជាការអនុវត្តនៃចាញ់ជាព្រះបុគ្គលិកម្នាក់យកស្នាដៃរបស់អ្នកដទៃទៅធ្វើជារបស់ខ្លួនហើយទទួលការសរសើរទោះគាត់ឈ្នះការប្រកួតប្រជែងក៏ដោយនោះគឺជាឈ្នះជាមារសង្គមក្នុងគ្រួសារប្តីប្រពន្ធដែលចេះអធ្យាស្រ័យគ្នាមិនព្យាយាមឈ្នះគ្នាគ្រប់ពេលនិងរស់នៅដោយសុខសាន្តជាងគំនិតអប់រំឈ្នះចិត្តខ្លួនឯងប្រសើរជាងឈ្នះអ្នកដទៃកិត្តិយសមានតម្លៃជាងជ័យជំនះដែលបានមកដោយអំពើអាក្រក់សំណួរអស្ចារ្យមិនវាស់តម្លៃខ្លួនដោយចំនួនដងដែលឈ្នះការឈ្លោះទេប៉ុន្តែវាស់ដោយរបៀបដែលគេប្រព្រឹត្តចំពោះអ្នកដទៃសម្រងល្អការឈ្នះដែលបាត់បង់សិលធម៌គឺជាការចាញ់ដ៏ធំបំផុតការចោះចាញ់ដោយប្រាជ្ញាប្រសើរជាងការឈ្នះដោយកំហឹងប្រឡាំងមិនមែនជាអ្នកឈ្នះគេជានិច្ចទេប៉ុន្តែជាអ្នកចេះគ្រប់គ្រងចិត្តខ្លួនឯងសេចក្តីថ្លៃថ្នូរមានតម្លៃជាងជ័យជំនះមួយពេលសារចុងក្រោយចាញ់ជាព្រះឈ្នះជាមារមិនមែនបង្រៀនឲ្យមនុស្សទទួលយកភាពបរាជ័យគ្រប់ករណីនោះទេក៏វាហើយបង្រៀនឲ្យយើងយល់ថាជ័យជំនះពិតប្រាកដគឺជាជ័យជំនះដែលភ្ជាប់ជាមួយសេចក្តីសុចរិតមេត្តានិងសិលធម៌ពេលខ្លះការព្រមចុះមួយជំហានអាចជាការឈ្នះដ៏ធំបំផុតក្នុងជីវិត V2K មានទទួលផ្គត់ផ្គង់បរិក្ខារទុយោទឹកគ្រប់រាជធានីខេត្តក្រុងចាប់ពីគម្រោងអគារពាណិជ្ជកម្មខ្នាតតូចធំនិងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់រហូតដល់ប្រព័ន្ធស្រោចស្រពកសិកម្មទំនើបផ្ដល់ជូននូវគុណភាពដ៏ឥតខ្ចោះដែលគម្រោងរបស់អ្នកត្រូវការកុំភ្លេច V2K